សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនតកតងជាមួយនឹង text flow text flow វាគឺជាលំហូរនៃអត្ថបទឬក៏អក្សររបស់យើងនៅក្នុងកម្មវិធី Adobe InDesign អញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Adobe InDesign អូខេអញ្ចឹងខ្ញុំធ្វើការយកអត្ថបទចេញពីកម្មវិធី Word ចឹងខ្ញុំចូលទៅ File ហើយខ្ញុំយកពាក្យថា Play បន្តមកទៀតខ្ញុំចូលទៅ Select ទៅលើ File ដែលខ្ញុំចង់ធ្វើការយកអក្សរចេញពីវាចឹងខ្ញុំ click នឹងមកហើយចុចយកពាក្យថា Open ពេលយើងចុចយកពាក្យ Open គឺបើសិនបើករណីដែល font អក្សរគឺវាមានន័យថាវាអត់មានគឺវាចេញរបៀបអញ្ចឹងវាឲ្យយើង replace តែខ្ញុំអត់ replace ទេខ្ញុំយក missing font ហ្នឹងតែបើយើងមាន font ដូចជាមួយនឹងកម្មវិធី Word ដែលយើងបានធ្វើការដាក់នៅលើកម្មវិធី Word ដើម្បីទៅសេអក្សរហ្នឹងគឺយើងអាចចុច replace បានប៉ុន្តែខ្ញុំអត់ replace ទេឬក៏យើងដូរទៅ font ណាផ្សេងទៀតក៏បានដែរតែខ្ញុំអត់ទេខ្ញុំចុចយកពាក្យ skip អូខេ cursor របស់យើងគឺដូរមករបៀបហ្នឹងបន្តមកទៀតគឺយើងអាចធ្វើការ click ទាញដើម្បីធ្វើការបង្កើត text frame ឥឡូវខ្ញុំបង្កើត text frame ខ្ញុំ click វាកន្លែងនេះហើយទាញវាមួយមកហើយយើងបន្លែងវាពេលដែលយើងបន្លែងវាយើងឃើញអក្សររបស់យើងនេះគឺវានៅទៀតដោយសារអីយើងឃើញមានសញ្ញាលេខបូកពណ៌ក្រហមនេះយើងពិនិត្យមើលថាអក្សរគឺវាអត់ទាន់អស់ទេគឺនៅទៀតហើយបើសិនបើយើងពិនិត្យមើលនៅកន្លែងនេះវាដាក់ថា one error មានន័យថាអក្សរហ្នឹងគឺអត្ថបទសំទោសtext frame ដែលយើងបង្កើតហ្នឹងគឺវាតូចវាអត់គ្រប់ជាមួយនឹងអក្សរហ្នឹងទេលុះត្រាតែយើងបង្កើត text frame បន្តទៀតឬក៏យើងធ្វើការ design ទៅលើទំហំវាចឹងខ្ញុំអាច design ទាញចុះក្រោមចេះក៏បានគឺអក្សរហ្នឹងគឺនៅតែបន្តបង្ហាញទៀតដោយសារអីអក្សរហ្នឹងគឺច្រើនជាង text frame ហ្នឹងប៉ុន្តែខ្ញុំអត់ទេគឺខ្ញុំធ្វើការ click លើវាកន្លែងហ្នឹងមកហើយខ្ញុំបន្តទៀតហើយខ្ញុំធ្វើចេះម្ដងដាក់បញ្ឈរអញ្ចឹងគឺអក្សរហ្នឹងគឺវាអស់ហើយឥឡូវខ្ញុំធ្វើការ zoom វាធំបន្តិចពេលណាដែលអស់យើងអាចធ្វើការបរិយវាឬក៏យើងបរួមវាឧទាហរណ៍ខ្ញុំដាក់អញ្ចេះវិញពេលណាយើងដាក់អញ្ចេះយើងឃើញថាអក្សរបើសិនបើយើងពិនិត្យមើលគឺអក្សរហ្នឹងគឺនៅមានទៀតលុះត្រាតែយើង click ទៅលើសញ្ញាលេខបូកហ្នឹងហើយយើងយកមកបង្កើត text frame បន្តទៀតចឹងយើងចង់បង្កើតនៅកន្លែងណាក៏បានដែរហើយយើងអាចធ្វើការបរិយបរួមទៅលើ text frame ហ្នឹងអញ្ចឹងដល់នេះចឹងខ្ញុំអាចខ្ញុំបរួមវាឲ្យតូចអញ្ចឹងដល់ពេលណាបរួមតូចគឺអានេះគឺវាអក្សរហ្នឹងគឺវាធ្លាក់មក text frame ទី2នេះឥឡូវថយខ្ញុំបរួម text frame ទី2ឲ្យតូចវិញអញ្ចឹងវាធ្លាក់មកទី3ហើយបើសិនបើទី3ហ្នឹងវាតូចទៀតគឺអក្សរហ្នឹងគឺវានៅបន្តទៀតលុះត្រាតែយើងទាញបរិយទៅលើ text frame ទី3ហ្នឹងអញ្ចឹងគឺយើងបន្តមកឥឡូវខ្ញុំបន្តបន្ថែមទៀតនេះហ្នឹងមិនអស់អញ្ចឹងគឺយើងអាចធ្វើការ resize ទៅលើ text frame ហ្នឹងដើម្បីដាក់អក្សរទៅតាមអ្វីដែលយើងចង់បានតែខ្ញុំចង់បានដាក់វាអញ្ចេះហើយបើសិនបើយើងលុបវាមួយឧទាហរណ៍ខ្ញុំលុបអានេះចេញខ្ញុំចុច delete key នៅពេលណាយើង select ទៅលើវាមក delete key អញ្ចឹងគឺវាធ្លាក់ចូលអានេះអញ្ចឹងធ្លាក់ចូលអានេះគឺអក្សរហ្នឹងគឺនៅសល់ទៀតឃើញអត់វាសារមានសញ្ញាលេខបូកពណ៌ក្រហមមួយហើយបើយើងពិនិត្យនៅកន្លែងនេះគឺវាដាក់ថា one error ក៏ប៉ុន្តែខ្ញុំចុច control C back មកវិញហើយករណីដែលខ្ញុំឥឡូវខ្ញុំព្រួយនេះតូចបន្តិចអូខេហើយតូចទៀតអញ្ចឹងនេះគឺវាកើនឡើងពេលណាកើនឡើងយើងឃើញមានសញ្ញាលេខបូកមួយនៅនឹងហើយនេះគឺវាដាក់ one error មានន័យថាអក្សរហ្នឹងគឺវានៅសល់ទៀតក៏ប៉ុន្តែនៅពេលណាខ្ញុំទាញវាឲ្យធំចានេះគឺវាឡើងមានឯកសារ text frame ដែលយើងបង្កើតហ្នឹងគឺវាអាចដាក់អក្សរបានវាអាចបង្ហាញអក្សរបានទាំងអស់អញ្ចឹងគឺយើងអាចធ្វើការសេរីវាហើយនៅកន្លែងនេះវាអត់មានពាក្យ error ទេហើយនៅកន្លែងនេះក៏មានសញ្ញាលេខបូកដែរមួយទៀតនៅពេលណាយើងដូរវាឧទាហរណ៍ខ្ញុំដូរទីតាំងវាមកដាក់នៅកន្លែងណាមួយអញ្ចឹងយើងអត់ដឹងថាអក្សរណាចាប់ផ្ដើមពី text frame ឧទាហរណ៍ថានេះវានេះទី1នេះទី2ក៏ប៉ុន្តែបើសិនបើយើងដូរវាឧទាហរណ៍ខ្ញុំដូរនេះដាក់ខាងក្រោមម្ដងអញ្ចឹងយើងពិបាកមើលថាតើ
text frame ណាទី1 text frame ណាទី2អញ្ចឹងលុះត្រាតែយើងបង្ហាញវាយើងបង្ហាញខ្សែដើម្បីធ្វើការបង្ហាញដើម្បីដឹងថាណាមកពីទី1ណាមកពីទី2អញ្ចឹងយើងគ្រាន់តែធ្វើការចូលទៅ view ហើយយើងយកពាក្យថា extra ហើយយើងយកពាក្យថាshow text thread អញ្ចឹងយើង click លើវាមកអូខេអញ្ចឹងគឺវាបង្ហាញខ្សែឲ្យយើងអញ្ចឹងនៅពេលណាបង្ហាញខ្សែនឹងឲ្យយើងគឺយើងទៅចេះមើលវាសញ្ញាព្រួយណាចេញពីណាមកអញ្ចឹងអត្ថបទនេះគឺវាទី1នេះឃើញវាអត់មានអានេះអញ្ចឹងមានន័យថានេះទី1អញ្ចឹងវាចេញមកអានេះទី2បន្តមកទៀតអានេះវាចូលហើយម្ដងនេះគឺវាចេញវិញគឺចូលមកនេះអញ្ចឹងនេះទី3អញ្ចឹងយើងអាចសារ៉េដឹងអានេះគឺទី1អញ្ចឹងយើងអាចទាញវាមកដាក់ទី1មកអូខេហើយនេះគឺទី2អញ្ចឹងអានេះគឺទី3យើងអាចសារ៉េវាដាក់អញ្ចឹងមកអូខេអញ្ចឹងយើងអាចសារ៉េវាធ្វើម៉េចឲ្យវាសមជាមួយនឹងឯកសារដែលយើងចង់បានអានេះខ្ញុំព្រីវាធំតិចមកហើយប្រសិនបើកាន់តែយើងមិនចង់ឃើញវាទេគឺយើងចូលទៅបិទវាវិញមកចូលមកកន្លែង view ហ្នឹងហើយយើងចូលមកកន្លែង extra ហើយយើងយកពាក្យថា high text thread អញ្ចឹងយើងអាចប្រើប្រាស់ទៅលើ shortcut key គឺ control alt y អញ្ចឹងគឺយើងធ្វើការលាក់វាហើយប្រសិនបើកាន់តែយើងអត់ចង់ឃើញ text frame របៀបនេះប្រអប់ពណ៌នេះយើងចុចលើអក្សរ W មកយើងឃើញគឺវាអក្សររបស់យើងគឺវាស្អាតរបៀបហ្នឹងតែបើយើងចុច W ម្ដងទៀតគឺវានឹងបង្ហាញអំពី text frame ហ្នឹងតើនៅកន្លែងណាទំហំប៉ុណ្ណាគឺវានឹងបង្ហាញអូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនទាក់ទងជាមួយនឹង text flow ដែលយើងហៅថាលំហូរនៃអត្ថបទឬក៏អក្សរនៅក្នុងកម្មវិធី Adobe InDesign សូមអរគុណសូមជម្រាបលា